បាទសូមជម្រាបសួរខ្ញុំបាទឈ្មោះម៉ៅវណ្ណៈជាបាទជាប្រធានផ្នែកទុនធានមនុស្សនៃរោងចក្រ Sinki Apparel Cambodia Co Ltd យើងសង្កេតឃើញថាមួយរយៈនេះខ្ញុំបានធ្វើការសហការជាមួយនឹង CGI ក៏ដូចជា SDF បានផ្ដល់នៅការបណ្ដុះបណ្ដាលដល់កម្មករនិយោជិតឲ្យគាត់ខ្លាយទៅជាកម្មករដែលមានជំនាញមុននឹងចូលធ្វើការវគ្គបណ្ដុះបណ្ដាលដែលយើងទទួលបានជាលទ្ធផលដ៏មានសារៈសំខាន់បំផុតគឺធ្វើឲ្យគាត់យល់ដឹងអំពីថាតើក្នុងនាមគាត់ជាកម្មការនេះម្នាក់គាត់មានតួនាទីនិងកាតព្វកិច្ចអ្វីខ្លះហើយយល់ដឹងអំពីប្រភេទនៃការប្រើប្រាស់ម៉ាស៊ីនហើយឲ្យគាត់ខ្លាយទៅជាកម្មករជំនាញមុននឹងយើងដាក់ចូលទៅក្នុងអគារផលិតកម្មកាលណាដែលយើងដាក់គាត់ចូលទៅក្នុងអគារផលិតកម្មប្រសិនបើមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលធ្វើឲ្យរោងចក្រខាតពេលវេលាដើម្បីបណ្ដុះបណ្ដាលគាត់បន្ថែមដែរមិនត្រឹមតែប៉ុណ្ណោះ CTI ក៏បានបរៀនគាត់មានទាំង soft skill ក៏ដូចជា hard skill ហើយយើងសង្កេតឃើញថាកម្មករនយោជិតដែលឆ្លងកាត់វគ្គបណ្ដុះបណ្ដាលគឺមានការផ្លាស់ប្ដូរច្រើនមិនដូចពីមុនយើងឲ្យគាត់រៀនផងហើយយើងត្រូវបង្រៀនគាត់នៅក្នុងក្រុមផងវាធ្វើឲ្យខាតពេលវេលានៅក្រុមហើយគាត់មិនយល់ដឹងអំពីតួនាទីនិងកាតព្វកិច្ចរបស់គាត់ថាទៅបំពេញធ្វើអីខ្លះប៉ុន្តែនៅពេលដែលយើងចូលរួមបញ្ជូនគាត់ឲ្យរៀនជាមួយវគ្គបណ្ដុះបណ្ដាល CTI ទៅធ្វើឲ្យកម្មករនោះសឹងថា 100% គឺអត់មានកម្មករណាធ្លាក់ពីរយៈពេលនៃការសាកល្បង probation របស់គាត់2ខែនោះទេគឺយើងឆាប់ទទួលបានទិន្នផលយើងឆាប់ទទួលបានការដេកខោអាវចេញទាំងមូលបាទនេះគឺអ្វីដែលយើងទទួលបានបន្ទាប់ពីការបណ្ដុះបណ្ដាលកន្លងមកជំរាបសួរចា៎នេះខ្ញុំឈ្មោះត្រីសុគាអាយុ40ឆ្នាំស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងស្រុកកំពង់សាឡាចសប្តាហ៍បច្ចុប្បន្ននេះខ្ញុំនៅខេត្តបាត់ដំបងស្រុកសពៅលូនពីមុននេះខ្ញុំធ្វើការនៅប្រទេសថៃរយៈពេលជាង10ឆ្នាំធ្វើការជាកម្មករកាច់ម្នាស់កម្មម្នាស់និងដកដំឡូងកាប់អំពៅនិងធ្វើជាអ្នកអនាម័យជាដើមនេះខ្ញុំបានរៀនជំនាញដេរតាមរយៈជំនួយ SDS ហើយក៏បន្តធ្វើការនៅរោងចក្រមួយកន្លែងជំរាបសួរនាងខ្ញុំឈ្មោះប៉ាវស្រីមួយអាយុ18ឆ្នាំស្រុកកំណើតសពថ្ងៃរស់នៅខេត្តបាត់ដំបងខ្ញុំស្គាល់រោងចក្រនេះតាមរយៈពួកម៉ាក់ខ្ញុំហើយក៏សម្រេចចិត្តធ្វើការទីនេះជុំគ្នាខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនៅពេលរោងចក្រឲ្យខ្ញុំចូលរៀនដេរមុនចូលធ្វើការព្រោះខ្ញុំមានបទពិសោធន៍ដេរពីមុនមកទេក្នុងចំណោមមេរៀនទាំងអស់ខ្ញុំចូលចិត្តរៀនវគ្គដេរលើម៉ាស៊ីនជាពិសេសរៀនដេរកប៉ាល់ខោជំរាបសួរខ្ញុំឈ្មោះសាច់កុសលអាយុ32ឆ្នាំខ្ញុំនៅភូមិដងខ្វិតឃុំវាលពុនស្រុកពងខេត្តកំពង់ស្ពឺខ្ញុំរស់នៅប្រទេសថៃ3ឆ្នាំហើយផលវិបាករបស់ខ្ញុំលើកឈើធ្ងន់ពេកហើយរលួយអត់ទៅបានកាលពីមុនខ្ញុំអត់ចេះដេរទេតែខ្ញុំធ្វើតេស្តចូលរោងចក្រនេះគេបង្កើតវគ្គបណ្ដុះបណ្ដាលឲ្យខ្ញុំរៀនចេះដេរចេះគោរពពេលវេលាចេះធ្វើការជាក្រុមខ្ញុំសង្ឃឹមថាថ្ងៃអនាគតខ្ញុំនឹងក្លាយជាអ្នកចេះដេរដ៏ជំនាញម្នាក់ក្នុងនាមខ្ញុំជាប្រធានផ្នែកទុនធានមនុស្សនៃរោងចក្រមួយដែលតែងតែធ្វើការសហការជាដៃគូបាទយើងទទួលបានលទ្ធផលជាវិជ្ជមានច្រើនដែលគួរឲ្យកត់សម្គាល់ជាចុងក្រោយខ្ញុំក៏សូមថ្លែងអំណរគុណដល់ SDF បាទដែលជាម្ចាស់ផ្ដល់ជំនួយបាទទៅលើថវិកាដល់គម្រោងបណ្ដុះបណ្ដាលជំនាញដល់កម្មករនិយោជិតនៅក្នុងប្រជាជាតិកម្ពុជាបាទមិនថារោងចក្រខ្ញុំឬក៏រោងចក្រនានាទេហើយមួយទៀតក៏សូមថ្លែងអំណរគុណដល់ CGI ដែលជាអ្នកទទួលបានហ្វាន់ហើយធ្វើសកម្មភាពផ្ទាល់ជាមួយនឹងរោងចក្រហើយចុះបណ្ដុះបណ្ដាលដល់រោងចក្រសហគ្រាសផ្ទាល់ដូចជារោងចក្ររបស់យើងខ្ញុំនៅក្នុងពេលបច្ចុប្បន្ននេះផងដែរបាទខ្ញុំសូមសំណូមពរដល់រដ្ឋាភិបាលនិងរោងចក្របន្តគាំទ្រកម្មវិធីនេះអាចឲ្យកម្មករមានជំនាញនិងអាចអភិវឌ្ឍខ្លួនទៅមុខទៀតបានឈប់ចំណាក់ស្រុកទៅធ្វើការនៅបរទេសខ្ញុំសូមអរគុណដល់ម្ចាស់ជំនួយ SDS ដែលបានផ្ដល់ថវិកាសម្រាប់វគ្គបណ្ដុះបណ្ដាលនេះហើយខ្ញុំសូមអរគុណទៅដល់វិទ្យាស្ថាន CGTI ដែលបានផ្ដល់ចំណេះដឹងនិងបង្ហាត់បង្រៀនអំពីការដេរជាចុងក្រោយនេះខ្ញុំសូមអរគុណដល់ម្ចាស់ជំនួយនិងអ្នកគ្រូដែលបានចុះមកបង្រៀនជំនាញដេរដល់នាងខ្ញុំនិងកម្មករកម្មការិនីផ្សេងទៀត